ទៅស្យោទៅលេងគៀតហ្វាមនេះដល់ផ្សារគៀតហ្វាមណាតោទៅចាតោអត់ទេឡានចាគៀតហ្វាមក៏មានមកហាងចាណាតិចណាបាទទៅច្រើនឡានណាឡានបាទទេសភាពនៅតាមដងផ្លូវទៅលេងភ្នំបាទភ្នំដែលជារមណីយដ្ឋានសត្វជៀមបើយើងឃើញមានធម្មជាតិសងខាងផ្លូវហ្នឹងគឺខៀវស្រងាត់បាទភ្នំរៀងពើពុនដូចជាកែណពពកសក្បោះនៅលើភ្នំរួមផ្សំនឹងផ្កាភ្ញីដ៏ស្រស់ស្អាតបាទអ្នកទេសចរធ្វើដំណើរនៅតាមតំបន់នេះបាទមានជាម៉ូតូជាលក្ខណៈក្រុមមកគឺជាឡានក្រុងឡានទេសចរផ្សេងបាទអមនៅទេសភាពយ៉ាងស្រស់បាទទៅមួយថ្ងៃនេះគឺអត់មានក្តៅទេវាមានតែសន្ទុំហើយនឹងមានអាប់រលឹមស្រេចហើយមានពពកបាទពេលខ្លះពពកចុះមករហូតដល់ភ្នំទៀតផងបាទដល់កំពូលភ្នំបាទទៅសរនៅតំបន់នេះគាត់ថាតិចល្អណាស់សប្បាយឃើញពពកស្ដែងអញ្ចឹងតើយើងមកពេលរៀងស្ទុំអញ្ចឹងទៅឃើញពពកបាទពពកសក់ក្បោះតែម្ដងហើយយើងមកពេលថ្ងៃត្រង់អត់មានទេបាទបើមកពេលភ្លៀងទៀតមើលភ្នំលែងឃើញហើយសារចុះអាប់បាទចុះអាប់ខ្លាំងបាទនៅទីនេះអ្នករស់នៅគឺពោពេញដោយផាសុខភាពបាទន័យថាសម្រស់ធម្មជាតិក៏ស្អាតខ្យល់ក៏បរិសុទ្ធបាទរីករាយដំណើរកម្សាន្តទាំងអស់គ្នា